តែសួស្តីមួយតែយើងរៀនអង់គ្លេសអត្ថបទខ្លីមួយ In the early 1990s early 1990 អានេះគេបកថានៅក្នុងដើមឆ្នាំ1990 early នេះ early បកថាដើមឆ្នាំកន្លែងនេះណាអូខេដើមឆ្នាំ1990 Donald Trump was nearly Donald Trump was nearly បកថាស្ទើរតែណា1 billion in debt បកថាបំណុលណា debt personally หมายថាបំណុលផ្ទាល់ខ្លួនអញ្ចឹងនៅក្នុងដើមឆ្នាំ1990 Donald Trump គឺបានជំពាក់បំណុលគេជិត1 billion ណា nearly 1 billion หมายថាស្ទើរតែ1 billion debt personally អញ្ចឹងនៅក្នុងឆ្នាំ1990ហ្នឹង Donald Trump ជំពាក់លុយគេបាទជិត1 billion 1 billion ស្មើនឹង1000លានណាស្មើនឹង1000លានអញ្ចឹងច្រើនមែនតើអញ្ចឹងគាត់ជំពាក់បំណុលគេ and 9 billion in debt corporate lease ហើយនឹង9 billion បាទ9 billion ជាបំណុលសហប្រតិបត្តិការ debt corporate ណា debt corporate lease หมายថាបំណុលដែលសហប្រតិបត្តិការចាំន័យថាបំណុលហ្នឹងជាពាក់9 billion ហ្នឹងគឺមិនមែនតែគាត់ទេមានអ្នកផ្សេងទៀតបាទថាបំណុលចូលគ្នាអញ្ចឹងនិយាយរួមទៅគាត់ម្នាក់ឯងនេះ1 billion in debt personally ហើយចូលរួមជាមួយគេគឺ9 billion អញ្ចឹងខ្ញុំបញ្ជាក់ឲ្យមិញ1 billion វាស្មើនឹង1000លានអញ្ចឹងគាត់ជំពាក់លុយគេច្រើនមែនតើណាអញ្ចឹងតទៅទៀត and interviewer បកថាអ្នកសម្ភាសណាដល់ពេល an interviewer អ្នកសម្ភាសម្នាក់ ask him បានសួរគាត់ yes is he was worry yeah អ្នកសម្ភាសម្នាក់បានសួរគាត់ថាតើគាត់មានការព្រួយបារម្ភអត់កន្លែងនេះបកចម្លើយបន្តិចដោយសារកន្លែងនេះ is he was worry អានេះគេហៅថា indirect question បាទអញ្ចឹងតែយើងរៀនភាសាអង់គ្លេសបានឬខ្ពស់បានយើងយល់ពី clear សំខាន់អញ្ចឹងបាទ an interviewer asked him is he was worry អ្នកសម្ភាសម្នាក់ ask him បានសួរគាត់ថាតើគាត់មានការព្រួយបារម្ភអត់ yeah អញ្ចឹង he replied he ណាគេ Donald Trump he replied Donald Trump បានឆ្លើយតបថា worrying is a waste of time នេះខ្ញុំចង់និយាយកន្លែងហ្នឹងណា yes ការព្រួយបារម្ភគឺជាការខាតពេលចង់បានន័យថាបើមនុស្សយើងមានបញ្ហាយើងគួរតែព្រួយបារម្ភគឺវាខាតពេលក៏ចង់និយាយចឹងការព្រួយបារម្ភគឺខាតពេល waste of time ខាតពេលវេលា worrying get in my way of working to solve this problem worrying get in my way of working to solve this problem ការព្រួយបារម្ភគឺបានคล้ายទៅជាមធ្យោបាយណា get in my way คล้ายជាមធ្យោបាយរបស់ខ្ញុំណា get in my way คล้ายជាមធ្យោបាយរបស់ខ្ញុំ out working នៃការធ្វើការ to solve ដើម្បីដោះស្រាយ solve បែរថាដោះស្រាយដំណោះស្រាយ to solve this problem ដើម្បីដោះស្រាយបញ្ហានេះអញ្ចឹងម្ដងទៀត worrying is a waste of time ការព្រួយបារម្ភគឺធ្វើឲ្យខាតពេល worrying get in my way of working to solve this problem ការព្រួយបារម្ភคล้ายជាមធ្យោបាយរបស់ខ្ញុំដើម្បីធ្វើការដើម្បីដោះស្រាយបញ្ហាទាំងនេះអញ្ចឹងការព្រួយបារម្ភរបស់គាត់คล้ายជាយកអាការព្រួយបារម្ភហ្នឹងធ្វើជាមធ្យោបាយណាធ្វើម៉េចដោះស្រាយបញ្ហាហ្នឹងអញ្ចឹងក៏ពិតរៀនភាសាអង់គ្លេសប៉ុន្តែខ្ញុំចង់ highlight អំពីទស្សនវិជ្ជានៅពេលដែលជីវិតយើងមានបញ្ហាបើសិនយើងគិតតែព្រួយបារម្ភភ័យព្រួយយើងនឹងឈឺហើយយើងនឹងធ្លាក់ខ្លួនឈឺហើយយើងនឹងបំបាក់ហើយយើងធ្លាក់នៅក្នុងបញ្ហាអញ្ចឹងកន្លែងនេះលើកចិត្តត្រង់ថានៅពេលដែលយើងមានបញ្ហាយើងកុំឲ្យតែព្រួយបារម្ភពីវាយើងត្រូវរកមធ្យោបាយដោះស្រាយវាអញ្ចឹងគាត់ថាហើយ worrying get in my way of working to solve this problem ការព្រួយបារម្ភគឺជាបានคล้ายជាមធ្យោបាយរបស់ខ្ញុំក្នុងការដោះស្រាយបញ្ហាទាំងនេះ
ហើយបើហើយចុងក្រោយទៀត I have noticed that ដរាមបើថាម៉េច I have noticed that ខ្ញុំបានកត់សម្គាល់ថា I have noticed that ខ្ញុំបានកត់សម្គាល់ថា one of the main reason បញ្ហាដ៏ចម្បងមួយ one of the main reason បញ្ហាចម្បងមួយ people are not rich ដែលមនុស្សគឺមិនអាចមាន ដែលមនុស្សមិនអាចមាន people are not rich ដែលមនុស្សមិនអាចមាន is that គឺថា they worry too much ពួកគេព្រួយបារម្ភខ្លាំងពេកគិតតែភ័យព្រួយខ្លាំងពេក yes about things that might never happen about things that might never happen about things អំពីរឿងរ៉ាវអ្វី that might ដែលអាចដែលអាច never happen ដែលនឹងកន្លែងនេះបងថាដែលនឹងមិនអាចកើតឡើង that might never happen ដែលនឹងមិនអាចកើតឡើងអូខេអញ្ចឹងគឺជាទស្សនវិជ្ជាល្អដែលខ្ញុំចង់លើកមកណាខ្ញុំបានកត់សម្គាល់ឃើញថា yes I have noticed that one of the main reason បញ្ហាដ៏ចម្បងមួយ people are not rich មនុស្សគឺមិនអាចខ្លាចជាអ្នកមាន is that គឺថា they worry too much ពួកគេនឹងបារម្ភខ្លាំងពេក yes about things that might never happen អំពីរឿងដែលនឹងមិនអាចកើតឡើងពេលខ្លះយើងគ្រាន់តែគិតក៏យើងព្រួយបារម្ភដែរក៏ប៉ុន្តែរឿងនោះអត់ទាន់កើតឡើងទេប៉ុន្តែយើងព្រួយបារម្ភអញ្ចឹងអ្នកទុនខ្សោយនៅពេលដែលអាចគិតឃើញបញ្ហាព្រួយបារម្ភប៉ុន្តែអ្នកខ្លាំងនៅពេលដែលគេស្មានដឹងថាអាចមានបញ្ហាកើតឡើងគេទី1គេប្រុងប្រយ័ត្នទី2គេរកដំណោះស្រាយទុកមុនអូខេអញ្ចឹងនេះជាភាសាអង់គ្លេសមួយជាបែបជាទស្សនវិជ្ជាមួយឲ្យយើងលើកទឹកចិត្តនៅពេលដែលយើងភ័យព្រួយណាចេះមួយចូលមួយខ្លាចធ្លាក់ឬក៏ជាពាក់បំណុលគេដូចអញ្ចឹងធ្វើឲ្យជីវិតយើងធ្លាក់ដុនដាបវិញអញ្ចឹងយកអាការព្រួយបារម្ភឯងមកប្រឹងប្រែងរកវិធីសាស្ត្រដើម្បីដោះស្រាយអូខេ see you later